សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនពីវិធីដែលយើងតម្លើងជាមួយនឹងម៉ាស៊ីនលាងចានទាំងអស់គ្នាតោះយើងអញ្ចឹងនៅក្នុងមួយឈុតដែលទទួលបានជាមួយទៅនឹងសម្ភារៈសម្រាប់យើងតម្លើងនៅក្នុងនេះយើងមានសភៅសម្រាប់យើងណែនាំផ្សេងៗណាឬរបៀបនៃការប្រើប្រាស់យើងទុកសិនហើយយើងមានតកតងនឹងស៊ីយ៉ូយើងពីរដើមអញ្ចឹងស៊ីយ៉ូនេះតកតងទៅនឹងសម្រាប់យើងយកទឹកចូលណាយើងយកទឹកចូលហើយចំពោះស៊ីយ៉ូមួយនេះគឺសម្រាប់យើងយកទឹកចេញណាអូខេចឹងបន្ទាប់មកទៀតគឺយើងមានតកតងទៅនឹងគ្រឿងសម្រាប់យើងធ្វើការភ្ជាប់ជាមួយនឹងក្បាលទៅតាមប្រភេទទឹកនៅផ្ទះបាយរបស់យើងអញ្ចឹងនៅក្នុងនេះយើងមានច្រើនយើងមានរហូតដល់3ក្បាលណាសម្រាប់បងប្អូនភ្ជាប់ផងដែរណាអញ្ចឹងយើងត្រូវក្បាលមួយណានៅផ្ទះរបស់យើងត្រូវក្បាលមួយណាយើងនឹងធ្វើការភ្ជាប់នៅតាមក្បាលមួយហ្នឹងណាអូខេតោះយើងទៅចាប់ដើមនៃការតម្លៃទាំងអស់គ្នាមុនដំបូងគឺនៅតាមផ្ទះគឺបងប្អូនប្រកាសជាមានតកតងទៅនឹងប្រភេទរ៉ូម៉ាណេទឹកបែបនេះឬក៏រ៉ូម៉ាណេទឹកក្បាលរ៉ូម៉ាណេនៅខាងក្រោមអញ្ចឹងបងប្អូនអាចធ្វើការតនៅខាងលើនេះក៏បានដែរដើម្បីបង្ហាញបងប្អូនងាយស្រួលអញ្ចឹងយើងធ្វើការមូបញ្ចេញមកយើងធ្វើការមូបញ្ចេញមកនេះគឺយើងមានស្ពឺរបស់វាហើយបន្ទាប់មកគឺយើងប្រើជាមួយនឹងប្រភេទក្បាលបែបនេះអញ្ចឹងណាអញ្ចឹងយើងអាចធ្វើការមូមកនេះយើងធ្វើការមូបញ្ចូលណាធ្វើការមូបញ្ចូលអូខេយើងធ្វើការមូហើយយើងដាក់ជាមួយទៅនឹងយើងមិនបាច់ដាក់ជាមួយនឹងស្គុតទឹកក៏បានដែរព្រោះវាមានជ័រទុននៅហ្នឹងណាយើងមូបញ្ចូលមកអូខេអញ្ចឹងយើងមូឲ្យណែនមកមូឲ្យជាប់មកណាមូឲ្យជាប់ល្អហើយបន្តមកទៀតគឺយើងយកក្បាលមួយនេះក្បាលមួយនេះនេះណាក្បាលមួយនេះគឺពណ៌សនេះហើយយើងដាក់ជាមួយនឹងរងរបស់វាផងនេះរងរបស់វាណាអញ្ចឹងបងប្អូននឹងឃើញរងនៅក្នុងថង់នឹងដូចគ្នាអញ្ចឹងយករងពណ៌ថ្លានឹងមកបងប្អូនឃើញអត់ទេអញ្ចឹងរងហ្នឹងសម្រាប់ដាក់កុំឲ្យទឹកចេញអញ្ចឹងណាអញ្ចឹងបន្ទាប់មកយើងយកមកមូមកអូខេអញ្ចឹងយើងមូឲ្យជាប់ដូចគ្នាណាមកជាប់មកនេះជាប់មកអូខេជាប់មកអញ្ចឹងយើងនឹងដាក់នៅស៊ីយ៉ូនេះស៊ីយ៉ូទឹកចូលអញ្ចឹងយើងបង្ហាញបងប្អូននេះស៊ីយ៉ូទឹកចូលអញ្ចឹងសងខាងយើងមានសងខាងអញ្ចឹងយើងដាក់ខាងណាមួយក៏បានដែរចំពោះហ្នឹងហើយយើងត្រង់ចំណុចកន្លែងនេះគឺបងប្អូនគ្រាន់តែធ្វើការញុកចូលមកនេះញុកចូលមកផ្លឹបអញ្ចឹងណាញុកចូលមករុញនេះចូលមកគឺជាប់ហើយកន្លែងហ្នឹងហើយមកនៅលើម៉ាស៊ីនរបស់យើងអញ្ចឹងបងប្អូនធ្វើការបង្វិលរើទីតាំងណាដែលដាក់ម៉ាស៊ីនរបស់យើងអញ្ចឹងមកខាងក្រោមនេះមកបងប្អូននឹងឃើញមានរុនមួយអាទូចជាងគេនេះអញ្ចឹងណាអញ្ចឹងមាន2អាទូចនេះសម្រាប់យើងធ្វើការបញ្ចូលទឹកអញ្ចឹងយើងយកមកយើងគ្រាន់តែសោកមកហើយរុញឲ្យជាប់ឲ្យចូលអឹបមកណាចូលអឹបមកវានឹងជាប់ហើយមួយវិញទៀតតើតោះនឹងស៊ីយ៉ូសម្រាប់យើងយកទឹកចេញនេះអញ្ចឹងអានេះគឺជាក្បាលរបស់វាអញ្ចឹងយើងអាចយកមកដោតនៅខាងនេះណាដោតនៅខាងស្ដាំដៃបងប្អូនអាចដោតមកអូខេនេះដោតទៅចូលមកអូខេបន្ទាប់មកទៀតគឺអត់មានអីពិបាកទេរបៀបនៃការដែលយើងប្រើប្រាស់គឺយើងបើកទឹកនេះមកណាយើងបើកទឹកនេះមកយើងបើកទឹកឲ្យចូលសិនណានេះយើងបើកទឹកមកនេះអញ្ចឹងរ៉ូម៉ាណេនេះយើងអាចបើកទឹកចេះប្រើបានយើងបិទវិញហើយយើងបើកមិនចេះមកយើងបិទចេះមានន័យថាយើងបើកទឹកនេះចូលមកក្នុងម៉ាស៊ីនរបស់យើងណាចូលមកក្នុងម៉ាស៊ីនរបស់យើងអញ្ចឹងដល់ពេលដែលបងប្អូនធ្វើការសម្អាតគឺបងប្អូនត្រូវតែបើកទឹកនឹងរហូតណាទៅបើកទឹកនឹងរហូតអញ្ចឹងតើតើការសម្អាតតើតើការតម្លើងគឺមានតែប៉ុណ្្នឹងឯងចឹងអរគុណបងប្អូនច្រើនហើយយើងនឹងធ្វើការជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀត